ដូណាល់ត្រាំបានពន្យល់ថាទោះបីជាកងកម្លាំងអាមេរិកបានបំផ្លាញសមត្ថភាពយោធាដ៏ធំរបស់អ៊ីរ៉ង់ជាខ្លាំងក៏ដោយក៏ហានិភ័យនៅតែបន្តពីព្រោះអ៊ីរ៉ង់អាចនឹងប្រើប្រាស់ដ្រូននិងមីនទឹកដើម្បីរំខានបិទច្រកសមុទ្រនេះបានដូច្នេះលោកបានសង្កត់ធ្ងន់ថាការចូលរួមពីដៃគូអន្តរជាតិគឺជាការចាំបាច់ដើម្បីធានាសេរីភាពនិងសន្តិសុខនៃការធ្វើនាវាចរលោកបានបញ្ជាក់ថាកងទ័ពអាមេរិកនឹងមិនដកថយពីតំបន់នេះឡើយហើយនឹងបន្តធ្វើប្រតិបត្តិការយោធាមួយជាមួយនឹងតំបន់ឆ្នេរនិងបន្តិចនាវាអេរ៉ង់ណាដែលបង្កការរំខានរហូតដល់ច្រកសមុទ្រហូម៉ង់មានសុវត្ថិភាពនិងអាចឆ្លងកាត់ដោយសេរីភាព100%ឡើងវិញតាមរយៈការប្រកាសលើបណ្ដាញសង្គម Facebook របស់លោក Donald Trump បានអំពាវនាវដោយផ្ទាល់មកកាន់មហាអំណាចមួយចំនួនចិន បារាំង ជប៉ុន កូរ៉េខាងត្បូងនិងចក្រភពអង់គ្លេសឲ្យបញ្ជូននាវាចម្បាំងប្រចាំការនៅតំបន់ច្រកសមុទ្រហូម៉ង់ដែលជាផ្លូវទឹកស្ថិតនៅក្នុងអ៊ីរ៉ង់និងឧបទ្វីបអារ៉ាប់ជាច្រកសំខាន់ឆ្លងកាត់ប្រហែលជា20%នៃប្រេងឥន្ធនៈគ្រប់គ្រងពិភពលោកនេះជាស្ថានភាពកំពុងវិវត្តនិងទាមទារការតាមដានយ៉ាងជិតស្និទ្ធតើប្រទេសសំខាន់ៗទាំងនោះនឹងបង្ហាញការឆ្លើយតបយ៉ាងម៉េចសូមអ្នកទាំងអស់គ្នាជួយចុច Subscribe លើ Channel របស់យើងដើម្បីទទួលបានព័ត៌មានថ្មីៗគ្រប់ពេលហើយចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិនិងក្រុមគ្រួសាររបស់លោកអ្នកសូមអរគុណសូមជម្រាបលា